ខេសូមគោរពជំរាបសួរពុកម៉ែបងប្អូនកូនក្មួយចំនួនក្រោយតោះយើងរៀនមេរៀនយើងបន្តទៀតថ្ងៃនេះនឹងឲ្យសូមបញ្ជាក់ជាថ្មីម្ដងទៀតដែរខ្ញុំបាទមិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុឬក៏ជាបុគ្គលជោគជ័យទៅលើវិស័យ trading អីទេចំណេះដឹងនិងជំនាញដែលខ្ញុំយកមកថាចែករំលែកចុះខ្ញុំសូមនិយាយអញ្ចឹងចុះយកមកចែករំលែកបងប្អូនកូនក្មួយដើម្បីទុកក្រាន់ជាអាចនឹងជាឯកសារយោងមួយក្រែងលោបងប្អូនកូនក្មួយអាចយកប្រើជាប្រយោជន៍បានហើយចំណេះដឹងទាំងនេះទៀតសោតខ្ញុំក៏ទទួលបានមកពីមិត្តភ័ក្តិខ្ញុំផងហើយនឹងបូករួមជាមួយនឹងការស្រាវជ្រាវបន្ថែមខ្លួនឯងហ្នឹងហើយយកមកចែករំលែកហើយក៏ដូចជាការរៀនជាមួយបងប្អូនទាំងអស់គ្នានឹងដែរហើយកុំឲ្យហ្នឹងឲ្យសូមបន្ថែមតិចទៀតសូមបញ្ជាក់តិចទៀតដែរនៅក្នុងវិស័យ forex trading នេះបើតែវាជាចំនួនមួយគឺជាការងារមួយស្របច្បាប់លើពិភពលោកប៉ុន្មានប៉ុន្តែវាមិនមែនជាការងារមួយដែលស័ក្តិសមសម្រាប់មនុស្សទូទៅនោះទេវាមានហានិភ័យខ្ពស់ខ្លាំងវាទាមទារឲ្យយើងមានចំណេះដឹងគួរសមដែរហើយមានចំណូលចិត្តនិងមានទេពកោសល្យខ្លះដែរអញ្ចឹងរាល់វីដេអូដែលខ្ញុំចេញខ្ញុំគ្រាន់តែទុកជាឯកសារនិងជាផ្លូវកណ្ដាលមួយមិនមែនជាចំណេះដឹងអីឲ្យជាជាក់លាក់អីទេដើម្បីក្រែងលោអាចជាឯកសារយោងសម្រាប់បងប្អូនកូនក្មួយយកទៅសិក្សាបន្ថែមត្រូវចាំថានៅក្នុងទីផ្សារ forex នេះវិស័យជួញដូរ trading ក្នុង100នាក់អាចមានតែ1នាក់ទៅ5នាក់ទេដែលជោគជ័យ95នាក់ទៀតគឺបរាជ័យហើយហ្នឹងហើយខ្ញុំសូមបញ្ជាក់ថែមទៀតដែរនៅលើវិស័យ forex នេះទំហំជួញដូរនៅក្នុងមួយថ្ងៃមានទំហំជួញដូររហូតទៅដល់7000លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយថ្ងៃធំបើសិនជាគិតជានាទីការជួញដូរទិញលក់នៅក្នុងវិស័យ forex trading នេះប្រហែលជា86លានដុល្លារនៅក្នុងមួយនាទីអញ្ចឹងគឺលុយច្រើនជួញដូរនៅលើហ្នឹងទូទាំងពិភពលោកតែម្ដងបើគិតជា GDP របស់ពិភពលោកក្នុងមួយឆ្នាំលុយសរុបផលិតផលដុលរបស់ពិភពលោកទាំងមូលគឺប្រហែលជា100លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះនៅក្នុងមួយឆ្នាំប៉ុន្តែនៅក្នុងវិស័យ forex trading គឺអាចមានរហូតដល់ប្រហែលជា200លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំហេតុអីបានជាលុយច្រើនលើសផលិតផលដុលរបស់ពិភពលោកទៅទៀតពីព្រោះតែនៅក្នុងទីផ្សារ forex គឺមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងគ្នាហើយមានគុណសម្បត្តិមួយនៅក្នុងចំណោមគុណសម្បត្តិផ្សេងទៀតគឺប្រើ leverage ដោយសារប្រើដើមទុនតិចដែលយើងអាចជួញដូរបានច្រើនតែក៏ខាតក៏ច្រើនដែរអញ្ចឹងណាអនុភ័យក៏ខ្ពស់ដែរនឹងខ្ញុំនិយាយតែគុណសម្បត្តិមួយទេប៉ុន្តែវាមានគុណសម្បត្តិច្រើនទៀតខ្ញុំអត់អាចបញ្ជាក់ច្រើនព្រោះកុំឲ្យយូរអញ្ចឹងណាហ្នឹងហើយឥឡូវយើងចូលមេរៀនយើងវិញយើងឃើញហើយកាលពីថ្ងៃសុក្រទីផ្សារបានបិទទីផ្សារគឺមានតែអ្នកទិញបើយើង zoom ទៅមើល1នាទីបិទទីផ្សារគឺកម្លាំងទិញគឺមហាសាលគឺស្ទើរតែគ្មានអ្នកលក់ទេបើយើងគិតជា1នាទីអញ្ចឹងកម្លាំងទិញគឺខ្លាំងមែនទែនបើយើងមើល daily វិញគឺបិទទីផ្សារស្ទើរតែគ្មានសាដូតែម្ដងនេះជាការកត់សម្គាល់របស់ខ្ញុំមួយបើខុសត្រូវសូមអភ័យទោសរាល់បិទទីផ្សារនៅថ្ងៃសុក្របើបិទបាយបែបហ្នឹងឬក៏បិទ sale តែឥឡូវយើងឃើញបិទបាយអញ្ចឹងខ្ញុំនិយាយការបិទបាយចុះការកត់សម្គាល់របស់ខ្ញុំទេបិទទីផ្សារបាយសឹងតែគ្មានសាដូសឹងតែគ្មានអ្នកលក់សោះមានតែអ្នកទិញចុះថ្ងៃច័ន្ទអាចនឹងមានសន្ទុះកើនឡើងបន្ថែមទៀតនៅពេលដែលបើកផ្សារហ្នឹងហើយបងប្អូនដែលកំពុងជាប់បាយកុំភ្លេចដាក់ម៉ោងរោចាំបិទផងប្រយ័ត្នបិទអត់ទាន់វាត្រឡប់ចុះមកវិញហ្នឹងហើយនិយាយលេងបងប្អូនហ្នឹងហើយបន្តទៀត
ទោះបីជាឥឡូវថាយើងវិភាគហ្នឹងថាវាត្រូវខ្ញុំក៏អត់ដឹងថាត្រូវឬខុសដែរឥឡូវខ្ញុំលុប pattern ខ្ញុំនេះមួយទោះបីជាយើងដឹងហើយថាវាអាចនឹងស្ទុះឡើងបន្ថែមទៀតនៅថ្ងៃច័ន្ទតែការ trade របស់យើងគឺមិនដេញតាម trend នោះទេហេតុអីមិនត្រូវតាមដេញតាម trend ការដែលយើង trade ដេញតាម trend គឺស្មើនឹងយើងហែលក្នុងវងត្រីតូចនៅពីមុខមាត់ត្រីធំ AMC ខ្ញុំនៅតែនិយាយ AMC ដដែល AMC ទោះបីជាគាត់ចង់បាយក៏ដោយតម្លៃហក់ឡើងថ្ងៃច័ន្ទវានឹងហក់ឡើងទៅលើបន្តិចនេះជាការគិតរបស់ខ្ញុំហ្នឹងហើយបើខុសឆ្គងសូមខន្តីអភ័យទោសផងបងប្អូនកូនក្មួយអីវានឹងអាចហក់ឡើងទៅលើបន្ថែមទៀតហើយក្រោយមកវាអាចនឹងរីតេសមករកតំបន់ order block ឬក៏ supply 4ម៉ោងមុននឹងវាត្រឡប់ឡើងទៅលើទៅជា up trend បន្តទៀតវាបង្កើតជា high នេះមួយទៀតសិនអញ្ចឹងបងប្អូនហ្នឹងហើយបើមានខុសឆ្គងក៏សូមអភ័យទោសផងគ្រាន់តែជាការគិតនៅទស្សនៈរបស់ខ្ញុំតូចមួយទេដូច្នេះហើយបងប្អូនកុំដេញតាម trend គឺរងចាំត្រូវអត់មុតរងចាំឲ្យតម្លៃ retest ចុះហេតុអីបានតម្លៃវា retest វា retest មានមូលហេតុ AMC ទោះបីជាគាត់ចង់បាយក៏ដោយគាត់នឹងធ្វើសកម្មភាព fill the gap គឺគាត់ចាក់កម្លាំង sell ចូលដើម្បីឲ្យវាធ្លាក់ថ្លៃចុះមកវិញមុននឹងគាត់ធ្វើការទិញនៅតម្លៃដែលល្អគឺតម្លៃដែលទាបតម្លៃមាសនេះ1អោនយើងដឹងហើយ1អោនវាឥឡូវហ្នឹងវា5279 1អោនហ្នឹងប្រហែលជាអត់ដល់1ដុល្លារទេ8ជាងហ្នឹងហើយបងប្អូនតែមួយខ្ញុំស្រាវជ្រាវបន្ថែមទៀតអត់បានស្រាវជ្រាវអញ្ចឹងតម្លៃត្រឡប់មកវិញយើងចូល entry ឡើយណាយើងរងចាំមើល candlestick ហើយ zoom ទៅតាម frame តូចទៅប្រសិនបើមាន candlestick សញ្ញា reversal ណាមួយឧទាហរណ៍កន្លែងនេះគឺជាកន្លែងនេះគឺជាកន្លែង entry យើងត្រៀមឯណា zone ឯណាហ្នឹងហើយយើងឡើងម្ដុំហ្នឹងគឺជា entry zone ទេកន្លែងនេះគឺយើងត្រៀមក្នុងករណីដែលមានសញ្ញាណ reverse ត្រឡប់ទៅលើវិញសញ្ញាណ bullish pin bar ឬក៏ bullish pin gap វិញហេតុអីបាន AMC គាត់ធ្វើសកម្មភាព fill the gap យើងត្រូវយល់ថាទីផ្សារនេះដើម្បីឲ្យគាត់បាយចំណេញបានគាត់ត្រូវតែមានអ្នក sell សម្រាប់ខាតទុកឲ្យគាត់បាយដើម្បីចំណេញម្ល៉េះហើយតម្លៃឡើងទៅលើទៀតនឹងមានអ្នកដេញតាម trend ចូលបាយច្រើនគាត់ក៏បានចាក់សាច់ប្រាក់ចូលដើម្បី sell ផ្ដាច់ stop loss អ្នកដែលបាយ retail trader ដូចជាពួកយើងហ្នឹងនៅលើពិភពលោកហ្នឹងដែលជាត្រីតូចហ្នឹង C stop loss ដើម្បីឲ្យសាច់ប្រាក់របស់ពួកយើងចូលទៅក្នុងទីផ្សារអាមេរិកពេលដែលយើងឃើញតម្លៃធ្លាក់ចុះ retail trader ជាច្រើនហ្នឹងអាចនឹងភ័យស្លន់ស្លោហើយនាំគ្នាក្លុកខាតតម្លៃបាយហ្នឹងក៏បិទ sell ត្រឡប់មកវិញ sell មកដល់នេះ sell ច្រើនហើយល្មមគ្រប់គ្រាន់នឹងគាត់អាចធ្វើស៊ីបានបន្តទៀតគាត់ក៏បាយឡើងទៅវិញអញ្ចឹងយើងខាតហើយខាតទៀតនៅពេលដែលយើងស្លន់ស្លោហ្នឹងហើយប៉ុណ្ណឹងបងប្អូនកុំឲ្យវែងវីដេអូហ្នឹងសូមប៉ុណ្ណឹងទេហ្នឹងហើយសូមរំលឹកម្ដងទៀតដែរកុំ trade ដេញតាម trend យើងត្រូវរៀនមើលសកម្មភាពឬក៏ដានជើងរបស់ MC ចាំយើងរៀនហាលតាមក្រោយគាត់វិញអញ្ចឹងយើងចាំមើលសញ្ញាវា retest មកវិញសិនតម្លៃមាសវានឹងត្រឡប់ចុះមកក្រោមវិញសិននៅពេលដែលថ្ងៃច័ន្ទវាអាចនឹងឡើងទៅបន្តទៀតវាអាចនឹងឡើងសប្តាហ៍ក្រោយហ្នឹងវាអាចឡើងសិនហើយបានវា retest ចប់ត្រឡប់ចុះមកក្រោមវិញចាំយើងរកឱកាសសម្រាប់បាយឡើងទៅលើហ្នឹងហើយអរគុណច្រើនបងប្អូន